ចាជំរាបសួរបងប្អូនទាំងអស់គ្នាសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំកន្លងមកហើយនៅថ្ងៃនេះមកនាំបងប្អូនទាំងអស់គ្នាមកទស្សនានៅវិធីក្នុងការខ្ចប់គាវសាច់ជ្រូកជ្រាំបងប្អូនហើយអញ្ចឹងទៅមករៀបរាប់បងប្អូនប្រាប់អំពីវិធីនៅក្នុងការធ្វើគាវស្ងោរចាអញ្ចឹងមកប្រាប់បងប្អូនទាំងអស់គ្នាអំពីគ្រឿងផ្សំបងប្អូននៅក្នុងគ្រឿងផ្សំរបស់យើងថាមានអីខ្លះដើម្បីយើងបានជាគាវស្ងោរនេះដ៏មានរសជាតិឈ្ងុយឆ្ងាញ់ជូនបងប្អូនទស្សនាហ្នឹងចង់ដឹងថាមានអីខ្លះចាខ្ញុំមានសាច់ជ្រូកជ្រាំចំនួន3ខាំកន្លះបងប្អូនហើយម្សៅមីបងប្អូនម្សៅមីហ្នឹងគឺខ្ញុំមាន3កំប៉ុងជ័រ3ខាប់បងប្អូនហើយយើងមានខ្ទឹមសខ្ទឹមក្រហមការ៉ុតស្លឹកខ្ទឹមហើយនឹងស្លឹកកញ្ឆាយបងប្អូនចាបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានតែខ្ញុំចង់ឲ្យមានស្លឹកកញ្ឆាយទៅវាឆ្ងាញ់ចាអញ្ចឹងជំហានដំបូងគឺយើងមកធ្វើការលាយម្សៅទាំងអស់គ្នាម្សៅចំនួន3ខាប់ហ្នឹងគឺនាងខ្ញុំដាក់អំបិលមួយស្លាបព្រាកាហ្វេបងប្អូនហើយយើងលាយជាមួយទឹកមួយកូនចានពេញចាអញ្ចឹងចង់បញ្ជាក់បងប្អូនដែរគឺម្សៅដែលខ្ញុំប្រើចំនួន3កំប៉ុងបងប្អូន3កំប៉ុងជ័រចា3ខាប់ហ្នឹងហើយឥឡូវយើងលាយទឹកហើយយើងមកធ្វើការច្របល់ម្សៅទាំងអស់គ្នានេះគឺជាសបកគាវរបស់យើងបងប្អូនចាដោយសារថាការធ្វើរបស់ខ្ញុំលើកនេះក៏ខ្ញុំជាការធ្វើគាវខ្ចប់ម្សៅជាលើកដំបូងដែរចាបងប្អូនអញ្ចឹងលើកដំបូងដែរដល់ពេលហើយអញ្ចឹងទៅវាបើជាពេលខ្លះវាខ្ចប់វិចអីមិនសូវជាបានរូបឆោមអីល្អហើយបងប្អូនប៉ុន្តែគាត់ថារសជាតិវិញគឺថាមកឆ្ងាញ់តែម្ដងចាអញ្ចឹងយើងមើលច្បាច់ម្សៅច្បាច់អីហើយបងប្អូនយើងសកត់វានិយាយទៅមកពេលវេលាដែលខ្ញុំធ្វើដូចជាមកយើងសកត់យើងកិនអីហ្នឹងប្រហែលជាអាចចូលដូច5នាទីអីដែរបងប្អូនសកត់វាហាប់ចូលគ្នាឲ្យវាម្សៅយើងឃើញអាឡូងអញ្ចឹងហើយបន្ទាប់មកយើងគ្របម្សៅហ្នឹងទុក25នាទីសិនចាយើងទុកវាមិនលើសិនទៅឥឡូវយើងមកធ្វើគ្រឿងក្រៅរបស់យើងផ្សេងដើម្បីលាយស្នូលគាវចាដំបូងខ្ញុំបុកម្រេចជាមួយនឹងខ្ទឹមក្រហមបងប្អូនមានខ្ទឹមសថែមទៀតមកថ្ងៃហ្នឹងអស់ខ្ទឹមសអញ្ចឹងខ្ញុំបុកតែម្រេចមួយខ្ទឹមក្រហមហើយមកធ្វើការលាយគ្រឿងក្រៅសិនចាដំបូងខ្ញុំដាក់អំបិលតែមកស្លាបព្រាកាហ្វេទេអំបិលសបងប្អូនដោយសាច់ជ្រូកយើង3ខាំហើយខ្ញុំលាយជាមួយនឹងម្រេចហើយនឹងខ្ទឹមក្រហមដែលខ្ញុំបានបុកមុនហ្នឹងហើយយើងមកច្របល់វាទុកឲ្យវាចូលជាតិណាបងប្អូនចានឹងហើយអញ្ចឹងតកតងទៅនឹងស្នូបងប្អូនអាចជ្រើសរើសយកសាច់ដែលមានលាយខ្លាញ់តិចទៅវារឹតតែឆ្ងាញ់តែខ្ញុំនៅសល់តែសាច់អត់សូវមានខ្លាញ់សាច់សុទ្ធអញ្ចឹងខ្ញុំយកវាមកកិនហើយធ្វើតែម្ដងចាហើយនៅក្នុងស្នូរបស់សាច់ជ្រូកស្នូគាវរបស់យើងហ្នឹងបងប្អូនក្នុងហ្នឹងខ្ញុំដាក់មានស្លឹកខ្ទឹមចាស្លឹកខ្ទឹមយើងមកហាន់វាអត់ទូចដូចយើងច្រាមអញ្ចឹងចាអញ្ចឹងខ្ញុំប្រើមានស្លឹកខ្ទឹមហើយមានទៀតស្លឹកកញ្ឆាយបងប្អូនស្លឹកខ្ទឹមនិងស្លឹកកញ្ឆាយហ្នឹងពណ៌ដូចគ្នាតែរសជាតិនិងក្លិនគឺខុសគ្នាដាច់បងប្អូនដែលធ្លាប់ទទួលទានដឹងហើយអញ្ចឹងក្នុងការធ្វើហាន់ស្លឹកកញ្ឆាយហ្នឹងគឺយើងហាន់ឲ្យវាទូចដូចយើងច្រាមអញ្ចឹងបងប្អូនដោយសារអីយើងយកទាំងស្លឹកខ្ទឹមទាំងស្លឹកកញ្ឆាយហ្នឹងគឺយើងយកវាមកច្របល់ចូលជាមួយនឹងសាច់ជ្រូកច្រាមរបស់យើងហើយយើងមានក្នុងស្នូរបស់យើងនេះមានខ្ទឹមបារាំងដែរអញ្ចឹងបើសិនជាបងប្អូនចង់ចូលចិត្តបន្លែអីផ្សេងពីបន្លែដែលខ្ញុំមាននេះបងប្អូនអាចធ្វើតាមការចូលចិត្តឲ្យដាក់បន្ថែមអីបានអញ្ចឹងទៅណាចាខ្ញុំដាក់នេះមានខ្ទឹមបារាំងមានលឹកខ្ទឹមមានលឹកកញ្ឆាយហើយខ្ញុំលាយមួយការ៉ុតដែរដើម្បីឲ្យវាមានពណ៌នៅក្នុងស្នូនោះវាទៅវារៀងគេហៅថាវាមាន color ស្អាតអញ្ចឹងណាបងប្អូនហើយបើបងប្អូនអត់ចូលចិត្តមិនបាច់ដាក់ទេហើយបើបងប្អូនអត់ត្រូវការបន្លែបងប្អូនប្រើស្នូសាច់ជ្រូកសុទ្ធក៏បានតែខ្ញុំគិតថាដាក់បន្លែតិចតួចទៅវាមើលទៅវាឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនប៉ុន្តែអត់អីទេបងប្អូនធ្វើតាមការនិយមចូលចិត្តទៅចាឥឡូវសាច់មុននឹងខ្ញុំដាក់អំបិលហើយនឹងម្រេចហើយឥឡូវខ្ញុំមកថែមស្ករសមកស្លាបព្រាប្រហែលជាមួយស្លាបព្រាបាយទៀតបងប្អូនចាអញ្ចឹងយើងយកស្លឹកខ្ទឹមដែលយើងបានហាន់ហើយនឹងស្លឹកកញ្ឆាយដែលយើងបានហាន់ហ្នឹងព្រមទាំងខ្ទឹមបារាំងហើយនឹងការ៉ុតដែលយើងបានច្រាំហ្នឹងចាយកមកច្របល់ខ្ញុំដូរចានដាក់បន្តិចបងប្អូនដោយសារប្រអប់យើងមិញវាតូចពេកចឹងខ្ញុំដូរដាក់ថាសនេះវិញធំជាងចឹងមកធ្វើការច្របល់គ្រឿងក្រៅទាំងអស់ហ្នឹងចូលគ្នាបងប្អូនអាចភ្លក់មើលទៅណាចាគាត់ថាមុនពេលដែលខ្ញុំបានច្របល់ហ្នឹងគឺខ្ញុំបានថែមទឹកឃ្មុំមកស្លាបព្រាបាយទៀតបងប្អូនពួកអីទឹកឃ្មុំវាឆ្ងាញ់ជាងស្ករសទៀតហើយមុនខ្ញុំបានស្ករសហើយម្ដងហើយតែបើបងប្អូនមានទឹកឃ្មុំដាក់ទឹកឃ្មុំតែម្ដងទៅមិនបាច់ដាក់ស្ករសហើយចាបន្ទាប់មកខ្ញុំមកធ្វើការពូតស្នូគាវនឹងឲ្យហើយបងប្អូនចង់ពូតឲ្យហើយក៏បានឬក៏ចាំពេលយើងកិនលាយម្សៅចាំយើងចាប់ដុំដាក់ក៏បានវិធីណាងាយស្រួលបងប្អូនធ្វើវិធីហ្នឹងចាឥឡូវខ្ញុំមកធ្វើគ្រឿងក្រៅអស់មកសបកធំហើយចាយើងមកបើកមើលម្សៅរបស់យើងហ្នឹងគឺយើង
បើសិនជាបងប្អូនអាចគ្របវាទុកបានដល់1ម៉ោងឬក៏2ម៉ោងវាកាន់តែល្អព្រោះអីម្សៅហ្នឹងវាហាប់ចូលគ្នាទៅវាទន់វាងាយស្រួលនៅក្នុងការដែលយើងខ្ចប់វិចដែរចាដោយសារនេះគឺជាការវិចការខ្ចប់គៀវធ្វើពីម្សៅមីរបស់ខ្ញុំហ្នឹងលើកដំបូងអញ្ចឹងទៅខ្ញុំធ្វើទៅបានល្អហើយបងប្អូនវារៀងកាពេកពកអីចឹងណាប៉ុន្តែសង្ឃឹមថាខ្ញុំនឹងមានវីដេអូវគ្គក្រោយទៀតគឺសបកគៀវរបស់ខ្ញុំគឺខ្ចប់ទៅគឺមកពេញចិត្តជូនបងប្អូនទស្សនាតែម្ដងតែលើកនេះដោយសារជាការធ្វើលើកដំបូងដែរអញ្ចឹងបានរូបរាងបែបណាគឺសូមដាក់ជូនទៅបងប្អូនបែបហ្នឹងអញ្ចឹងមកធ្វើការកិនមកយើងកាត់ម្សៅជាដុំល្មមណាបងប្អូនដើម្បីយើងស្មានទៅលើ snow របស់យើងនោះឧទាហរណ៍ថា snow យើងមកដុំប៉ុណ្ណម៉ាត់យើងលាយម្សៅឲ្យល្មមប៉ុណ្ណឹងកុំឲ្យម្សៅវាក្រាស់ពេកកុំឲ្យម្សៅវាស្ដើងពេកខ្លាចវាធ្លាយបែកចូលក្នុងទឹកអញ្ចឹងយើងលៃវាមកល្មមតែបើសិនបងប្អូនមានម៉ាស៊ីនសម្រាប់ថ្លឹងបងប្អូនថ្លឹងទៅប្រហែលក្រាមទៅវាកាន់តែធ្វើឲ្យរូបរាងរបស់គៀវយើងវាស្អាតវាអត់កាពេកកពកដូចខ្ញុំទេចាប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំបានធ្វើបានប៉ុណ្ណេះក៏បានរំលែកជូនបងប្អូនទស្សនាដែរអញ្ចឹងយើងមកធ្វើការកិនវិចខ្ចប់វាទៅបងប្អូនកិនម្សៅមកល្មមតាមដែលយើងដាក់នឹងហើយយើងខ្ចប់វាចូលមកចាខ្ញុំបង្ហាញវិធីនៅក្នុងការវិចខ្ចប់ហ្នឹងជូនបងប្អូនទស្សនារៀងវែងហើយខ្ញុំក៏ផ្លេចជម្រាបបងប្អូនមួយទៀតបងប្អូនអាចប្រើប្រេងឆាជំនួសម្សៅហុយដោយសារកុំឲ្យវាខ្ទាតវាប្រឡាក់អញ្ចឹងបងប្អូនប្រើប្រេងឆាយកមកលាបនៅលើជ្រុញដែលយើងកំពុងតែលុញកំពុងតែធ្វើហ្នឹងណាចាយើងប្រើប្រេងឆាគឺវាជួយយើងច្រើនណាគឺវាអត់ស្អិតជាប់ដៃវាអត់មានរញ៉េរញ៉ៃហើយយើងមិនចាំបាច់ប្រើម្សៅហុយក៏បានដែរបងប្អូនដោយសារកន្លងមកខ្ញុំឃើញបងប្អូនយើងភាគច្រើនគឺគាត់ប្រើម្សៅម៉ត់ហ្នឹងយកមកដាក់លើហ្នឹងអញ្ចឹងយើងខ្ជិលឲ្យវាប្រឡាក់អញ្ចឹងខ្ញុំប្រើប្រេងឆាជំនួសហើយនៅក្នុងម្សៅហ្នឹងក៏ខ្ញុំដាក់ប្រេងឆាចូលក្នុងហ្នឹងមួយស្ព្រាពីរស្ព្រាបាយដែរតែខ្ញុំភ្លេចជម្រាបបងប្អូនពីដើមវីដេអូចាហ្នឹងហើយអញ្ចឹងវិធីនៅក្នុងការខ្ចប់បងប្អូនមានជំនាញផ្នែកខ្ចប់ហ្នឹងវិចទៅវាទៅចេញជាម៉ូតអីស្អាតដូចតាមបណ្ដាវីដេអូរបស់គេផ្សេងបងប្អូនខ្ញុំឃើញគេធ្វើបានស្អាតណាហើយខ្ញុំនឹងព្យាយាមសម្រាប់វីដេអូលើកក្រោយទៀតខ្ញុំនឹងធ្វើអាគៀវនឹងមើលមានសោភ័ណភាពស្អាតជាងនេះតែលើកនេះគឺរៀងកាពេកកពកតិចបងប្អូនឲ្យរៀងគៀវនោះដូចរៀងស្តៀងអ្នកវិចនឹងដែរកាពេកកពកចាអញ្ចឹងយើងមានម្សៅដែលនៅសល់នឹងច្រើនដែរបងប្អូនអញ្ចឹងយើងធ្វើតែពិតទៅដោយសារវាជាលើកដំបូងអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូនឲ្យអស់អ្វីដែលខ្ញុំធ្វើណាបើតាមពិតខ្ញុំធ្វើតែមួយឬក៏ពីរជូនបងប្អូនទស្សនាជាការស្រេចប៉ុន្តែនេះខ្ញុំធ្វើច្រើនហើយដោយសារដុំម្សៅហ្នឹងខ្លះខ្ញុំធ្វើទៅវាធំចាវាធំអញ្ចឹងខ្ញុំអានេះចេញលក្ខណៈចូលនំប៉ាវកូននំប៉ាវអញ្ចឹងក៏តាមហ្នឹងទៅបងប្អូនអាណាម្សៅណារាងធំដោយសារខ្ញុំអត់មានការវាស់វែងឲ្យត្រូវតាមຂະຫນាតមួយដុំប្រហែលក្រាមទេម្ល៉េះហើយវាអត់បានតម្រង់ស្មើគ្នាទេដូច្នេះហើយអញ្ចឹងអាណាដែលធំខ្ញុំលៃលោកវាធ្វើដូចជារបៀបជាកូននំប៉ាវទៅហើយអាណាទូចខ្ញុំខ្ចប់វាមូទូចទៅចាហ្នឹងយើងមកដាក់ដាំទឹកឲ្យពុះហើយយើងដាក់អំបិលចូលបងប្អូនចាខ្ញុំដាក់អំបិលចូលអីហើយតតែទឹកយើងពុះចាំយើងដាក់គៀវចូលចាអញ្ចឹងវិធីនៅក្នុងការធ្វើគៀវស្ងោរនេះគឺងាយស្រួលបងប្អូនតែគ្រាន់តែថាយើងត្រូវការពេលវេលាវែងដោយសារយើងត្រូវរងចាំតម្រាំតែម្សៅយើងវាហាប់ចូលគ្នាហើយយើងអាចនៅច្បាច់ម្សៅច្បាច់អីចឹងប៉ុន្តែវាក៏ជាការកំសាន្តម្យ៉ាងដែរបងប្អូនពេលដែលខ្ញុំលេងម្សៅហ្នឹងក្មួយកូនខ្ញុំវាមកមើលកូនក្មួយមកមើលហ្នឹងគឺដូចលេងហុកឡគឺគេជួយចិត្តគេចង់ជួយតែអត់ឲ្យគេជួយចាហើយយើងស្ងោរហ្នឹងបងប្អូនពេលស្ងោរបងប្អូនទុកវាអាចថា15នាទី10ឬ15នាទីទៅដោយសារម្សៅយើងត្រូវការឲ្យវាឆ្អិនណាបងប្អូនចាហ្នឹងហើយវាយើងដោយសារយើងធ្វើអត់បានសបកស្ដាងដូចសបកគៀវដែលគេលក់នៅទីផ្សារទេប៉ុន្តែបើសិនជាបងប្អូនធ្វើវាបានស្ដាងបងប្អូនដាក់ត្រឹមតែ5ឬ10នាទីអីបានហើយតែខ្ញុំអាចដាក់ដល់15ដោយសារសបកខ្ញុំរៀងក្រាស់ខ្ញុំត្រូវការឲ្យវាឆ្អិនសាច់ម្សៅហ្នឹងបងប្អូនហើយដើម្បីវាបានឆ្អិនដល់ស្នូលខាងក្នុងដែរចាហើយបន្ទាប់មកយើងក៏ស្រង់វារបស់ដែលឆ្អិនហ្នឹងយើងក៏ស្រង់ទុកដួសវាចេញមកហើយឥឡូវមកធ្វើទឹកជ្រលក់ខ្ញុំមាន
ស្លឹកខ្ទឹមមានខ្ទឹមក្រហមមានខ្ទឹមបារាំងហើយខ្ញុំលាយអំបិលមួយស្លាបព្រាកាហ្វេហើយទឹកស៊ីអ៊ីវខ្ញុំដាក់3ស្លាបព្រាបាយបងប្អូនតែបងប្អូនភ្លក់ទៅណាចង់ដាក់លឿនហ្នឹងក៏បានអត់អីទេខ្ញុំដាក់ទឹកស៊ីអ៊ីវ3ស្លាបព្រាបាយទឹកប៉េងប៉ោះយើងដាក់មួយស្លាបព្រាឬក៏មួយស្លាបព្រាកន្លះអីចឹងទៅតាមបងប្អូនលៃទៅណាមើលទៅឲ្យវាត្រូវជាមួយនឹងលក្ខខ្ទឹមហើយនឹងគ្រឿងក្រៅរបស់យើងទៅហើយនេះខ្ញុំលាយទឹកស៊ីអ៊ីវចិនថែមទឹកស៊ីអ៊ីវចិនមួយស្លាបព្រាទៀតបងប្អូនចាហើយខ្ញុំមានម្ទេសហុយដែរខ្ញុំអត់សូវបកកាយហឹរខ្លាំងទេតែខ្ញុំដាក់លាយតិចតួចទៅដើម្បីឲ្យវាអត់ម្ទេសវាអត់ឆ្ងាញ់ចាអញ្ចឹងពេលដែលដាក់ម្ទេសចូលរួចរាល់អីហើយអស់គឺខ្ញុំដាំប្រេងឲ្យក្តៅបងប្អូនតែខ្ញុំអត់បានថតប្រេងពេលដាំទេអញ្ចឹងខ្ញុំដាំក្តៅហើយខ្ញុំក៏ដួសប្រេងហ្នឹងយកមកចាក់នៅក្នុងស្លឹកខ្ទឹមនិងទឹកជ្រលក់នេះបងប្អូនប្រេងឬក៏ខ្លាញ់ក៏បានសាច់តែចិត្តបងប្អូននេះណាចាយើងដាំឲ្យពុះក្តៅយកមកស្រូចនៅក្នុងស្លឹកខ្ទឹមនេះគឺមានអារម្មណ៍ថារសជាតិវាឡើងល្មួតឆ្ងាញ់តែម្ដងបងប្អូនចាហើយអញ្ចឹងគៀវស្ងោររបស់យើងហ្នឹងគឺថារួចរាល់អស់ហើយបងប្អូននៅសល់អាកូននំប៉ាវចាកូននំប៉ាវហ្នឹងគឺខ្ញុំអត់មានធ្វើអីវែងឆ្ងាយទេអញ្ចឹងមកអញ្ជើញបងប្អូនទាំងអស់គ្នាមកពិសាគៀវស្ងោរជាមួយនឹងនាងខ្ញុំហើយបងប្អូនចង់ធ្វើវិធីចំហុយក៏បានតែចំហុយយើងចាំពេលវេលាយូរគួរសមបើយើងស្ងោរលឿនចានេះមកមើលកូននំប៉ាវរបស់ខ្ញុំហ្នឹងគឺវាពុះគុជហើយនេះគឺមានគេហៅថាទស្សនិកជនអ្នកទស្សនាហ្នឹងគឺឆ្អិនហ្នឹងគឺថាអញ្ជើញមកអញ្ជើញភ្លក់ចាអញ្ចឹងពិតជាអរគុណបងប្អូនមែនតើសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំហើយឥឡូវកូននំប៉ាវខ្ញុំក៏ឆ្អិនដែរអញ្ចឹងគឺដួសយកមកទុកនៅក្នុងចានទាំងអស់គ្នាហើយមកអញ្ជើញដល់បងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់សូមអញ្ជើញមកពិសាគៀវស្ងោរជាមួយនឹងនាងខ្ញុំចាហើយបងប្អូននិយាយទៅវិធីនៅក្នុងការធ្វើអាស្រ័យទៅលើបងប្អូនទេបងប្អូនចូលចិត្តរសជាតិអីបងប្អូនចង់ដាក់បន្លែអីបងប្អូនចង់អត់ដាក់ឬក៏បងប្អូនចង់ធ្វើបែបតាមការចូលចិត្តរបស់បងប្អូនហើយបងប្អូនធ្វើម៉េចសេរីមានម្សៅមីនៅក្នុងផ្ទះទៅថ្ងៃណាយើងនឹកឃ្លានអីយើងធ្វើអានឹងញ៉ាំហើយនេះគឺទស្សនិកជនគឺថាម្ដងគឺឆ្អិនគឺបានញ៉ាំតែម្ដងចាអញ្ចឹងពិតជាអរគុណបងប្អូនមែនតើសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំហើយឥឡូវនេះមកនាំបងប្អូនទទួលទានគៀវជាមួយអ្នកម្ដាយនាងខ្ញុំទាំងអស់គ្នាចាបើសម្លឹងមើលទៅមាត់អ្នកម្ដាយគឺថាឆ្ងាញ់ណាស់ហើយសួរទៅគាត់ថាមានជាតិណាកូនប្រកែចេះធ្វើនេះធ្វើនោះឲ្យម្ដាយអ្នកម្ដាយដល់ពេលចាស់ទៅដូចកូនក្មេងបងប្អូនចាហើយគាត់ភាសាឆ្ងាញ់យ៉ាងគឺសប្បាយចិត្តណាបងប្អូនហើយពិតជាអរគុណដល់បងប្អូនទាំងអស់គ្នាមែនទែនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំគ្រប់វីដេអូទាំងអស់សូមជូនពរសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារចាជម្រាបលាបាយបាយ